ស្ត្រីស្មារតីក្បួនយុទ្ធសាស្ត្រ គួរបន្ថែមម្នាក់ម្នាក់រហូតតែ ចក្រមត្រៀមប្រំព្រៀបប្រកួតក្រត់គុនខ្មែរគូដណ្ដើមខ្សែក្រវ៉ាត់អន្តរជាតិ WKN ទឹកទី1 round 1 បាទអរគុណច្រើន round 1ក្រត់គុនខ្មែរជើងឯពិភពលោក WKN round 1 67 គីឡូក្រាមឬក៏ welterweight បាទតូលដៃបន្តិចសិនមកឡងឆ្វេងឡងតាមទាត់ឆ្វេងពីលន់បញ្ញាលាកចំបានគុនខ្មែរបាត់ជើងរយៈចំផ្ទៃមុខបាទសក្ការីយ៉ានេះធ្លាប់ផ្ដួលធុនក្របីសិស្សប្អូនរបស់បាទគឺបាទលន់បញ្ញាត្រឹមទឹកទី2អាយយបាទបញ្ញាគាត់បង្ហាញកាយវិការថាគាត់អត់មានចេតនាទេបាទសូមការអភ័យបាទហើយលោកគ្រូប្រកាសវាលើកខ្សែក្រវ៉ាត់បាទចូលការប្រកួតធ្ងន់បាទចូលដៃបាទហើយគាត់ទាត់ឆ្វេងជាបន្តទៀតបាទវ៉ាល់កេនិនបាទគណៈធម្មតាបានធ្វើការឧបត្ថម្ភដល់កីឡាករគុនខ្មែររបស់យើងលន់បញ្ញាចំនួនទឹកប្រាក់50ម៉ឺនរៀលបាទឆ្វេងស្រាំពីលន់បញ្ញាបាទចាក់ជង្គង់ស្រាំពីសក្ការីយ៉ាអូយបាទបែនជើងឲ្យព្រោះតែថាជាបាទចង្វាក់បាទគឺយុទ្ធសាស្ត្ររបស់បង្គោលខៀវដាក់ចូលទាត់ឆ្វេងពីលន់បញ្ញាបាទគោលភ្លើខាងក្រៅដេញតាមគៀងហើយបាទឡងឆ្វេងសម្រាប់លន់បញ្ញាគឺកីឡាករគ្រប់គ្រឿងបាទទាត់គាត់ធ្ងន់ដៃក៏ល្អកែងក៏ស្រួចហើយមួយរយៈចុងក្រោយនេះនៅក្នុងប្រភេទទម្ងន់67គីឡូក្រាមនេះរាប់ចាត់ទុកថាគាត់ជាកីឡាករលេខ1ហើយបច្ចុប្បន្នបាទស្ទើរតែបាទមិនទាន់ស្គាល់ពាក្យតែចាញ់ទេមួយរយៈចុងក្រោយបាទកំពុងតែវិវត្តខ្លួនបានយ៉ាងល្អបាទដាក់ចូលធាក់តែបន្តិចសិនហើយឡងឆ្វេងទល់ដៃសងមកវិញពីសក្ការីយ៉ាដើរតាមជាបន្តទៀតមកពីបញ្ញាទាត់គោលភ្លើងខាងក្នុងពីលន់បញ្ញាសងមកវិញពីសក្ការីយ៉ាចូលដៃមួយសិនមកពីលន់បញ្ញាទាត់ឆ្វេងអូហូរន្ទះជើងជួសសមុទ្រដល់កញ្ចក់កទាត់ជើងក្រោមដើរត្រង់ឆ្វេងជាបន្តទៀតពីលន់បញ្ញាទាត់ឆ្វេងពីអ្នកចំបានគុនខ្មែរទាត់ឆ្វេងពីលន់បញ្ញាលុកស្រាំសងមកវិញពីសក្ការីយ៉ាបាទអរគុណច្រើនបងប្អូនបាទសូមសម្លេងជូនគូនេះមួយ បាទអូ កស1 2 3 4 5 6 7 8 box 9 10បាទអត់ទេបាទកីឡាករសក្ការីយ៉ាបាទគឺមានបញ្ហាធ្ងៀមបាទក្រោយតាពីធាក់បាទផ្ទួនបាទចូលចំបាទគឺផ្ទៃមាត់បាទទៅលើកីឡាករសក្ការីយ៉ាដូច្នេះលន់បញ្ញាខ្លាចជាកីឡាករគុនខ្មែរដំបូងគេដែលបានក្រងខ្សែក្រវ៉ាត់ស្ថាប័នពិភពលោក WKN ក៏សូមសម្លេងសាទរខ្លាំងដល់វត្តមានអ្នកចម្បាំងគុនខ្មែរបាទសូមអរគុណម្ចាស់ខ្សែក្រវ៉ាត់អន្តរជាតិ WKN បានទៅលើកីឡាករបង្គោលក្រហម The Red Corner from Cambodia លន់បញ្ញា